ដោយដែលវីដេអូមុនយើងបានស្គាល់មកហើយថាដីអាស៊ីតគឺជាដីមួយដែលមាន pH តូចជាង 5.5 ហើយដីអាស៊ីតនេះវាមិនត្រឹមតែធ្វើឲ្យការស្រូបយកសារធាតុចិញ្ចឹមមួយចំនួនធំថយចុះនោះទេដែលធ្វើឲ្យដំណាំដុះលូតលាស់ជាតិនិងទិន្នផលថយចុះផងដែរសម្រាប់វិធីសាស្ត្រនៅក្នុងការគ្រប់គ្រងដីអាស៊ីតទី1បន្ថែមប្រភពសារធាតុសរីរាង្គដែលមានដូចជាជីសរីរាង្គកំប៉ុស្តជីលាមកសត្វនិងជីស្រស់2កាត់បន្ថយការហូរច្រោះដីតាមរយៈការប្រើប្រាស់ដំណាំគម្របដីឬគ្រាប់គម្របសរីរាង្គទី3ដាំដំណាំបង្វិលជាមួយនឹងដំណាំអំបូរសណ្តែកដែលអំបូរសណ្តែកនេះវាជួយបង្កើនសារធាតុចិញ្ចឹមទៅដល់ដីទី4កាត់បន្ថយការប្រើប្រាស់ជីដែលធ្វើឲ្យដីកើនឡើងនូវអាស៊ីតដូចជាប្រភេទជីអាម៉ាញ៉ូមសូលផាតទី5ដាំដំណាំដែលធន់ទៅនឹងដីអាស៊ីតដែលមានដូចជាដំឡូងបារាំងថៃថាវកាហ្វេម្នាស់ប៉េងប៉ោះស្ទ្រូប៊េរីជាដើមហើយទី6គឺយើងត្រូវធ្វើតេស្តដីជារៀងរាល់2ទៅ3ឆ្នាំម្ដងយើងនឹងមានវិធីសាស្ត្រមួយទៀតដើម្បីគ្រប់គ្រងដីអាស៊ីតឲ្យបានលឿននិងមានប្រសិទ្ធភាពតាមរយៈការប្រើប្រាស់កំបោរប្រសិទ្ធភាពកំបោរគឺអាស្រ័យទៅលើភាពម៉ត់នៃកំបោរប្រសិនបើកំបោរមានភាពម៉ត់ល្អនោះប្រសិទ្ធភាពកាន់តែខ្ពស់ការប្រើប្រាស់កំបោរយើងគួរគប្បីប្រើប្រាស់ទៅតាមបច្ចេកទេសនិងការណែនាំឲ្យបានត្រឹមត្រូវការគ្រប់គ្រងដីអាស៊ីតគឺជាគន្លឹះមួយដែលអាចកែប្រែនិងរក្សាដីឲ្យមានសុខភាពល្អកាលណាតែដីមានសុខភាពល្អយើងនឹងទទួលបានទិន្នផលខ្ពស់និងកសិកម្មប្រកបដោយនិរន្តរភាព